ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំចង់បង្ហាញពីការបិទការ៉ូដេកលដូចជាទូឬក៏ជាក្រែសម្រាប់ដែលយើងធ្វើវាសម្រាប់ការចំណាយតិចតែហ្នឹងសម្រាប់ខ្ញុំខ្ញុំធ្វើអញ្ចឹងដោយសារខ្ញុំសេវលុយបានច្រើនហើយគឺយើងធ្វើពីខ្លួនឯងផ្ទាល់តែម្ដងហើយគឺបងប្អូនអាចមើលបានតាក់ទងជាមួយសកម្មភាពខ្ញុំធ្វើតាំងពីដើមរហូតដល់ចប់ហ្នឹងវាមានទូឌីកលអមទូទួសមួយនិងទូដាក់គ្រឿងសម្អាងមួយនិងក្រែមួយអញ្ចឹងគឺខ្ញុំធ្វើតាមដំណាក់កាលនីមួយគឺជារួមនោះខ្ញុំធ្វើម្នាក់ឯងដោយសារខ្ញុំមានពេលឆ្លៀតពេលនៅថ្ងៃសម្រាប់ថ្ងៃ DO ផងខ្ញុំអញ្ចឹងគឺខ្ញុំធ្វើអញ្ចឹងយើងអានេះសកម្មភាពយើងចាប់ផ្ដើមធ្វើហើយអញ្ចឹងបងប្អូនអាចមើលទៅបើគិតថាវាចំណេញហើយវាងាយស្រួលយើងធ្វើទៅហើយវិធីសាស្ត្រវាអត់មានអីច្រើនទេគ្រាន់តែយើងត្រូវធ្វើគ្រឹះវាដែរដោយសារយើងត្រូវស្វាន3អិតទេយើងស្វានដាក់ដែកមួយចុះដាក់ដែក3អិតដាក់ដែក3អិតដាក់ដែកគឺវាជាប់ហើយអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យធ្វើហើយចំណេញច្រើនហើយស្អាតទៀតអញ្ចឹងចុងវីដេអូបងប្អូននឹងមើលឃើញថាវាបើខ្ញុំមើលទៅយើងមិនមែនថាស្អាតអី perfect អីណាពីព្រោះវាមិនមែនជា skill ផងខ្ញុំផ្ទាល់ផងដែរក៏តែខ្ញុំមើលទៅតាមអ្វីដែលយើងមើលតាម social media ហើយយើងយកមកអនុវត្តអញ្ចឹងក៏យើងអនុវត្តទៅវាបានមែនយើងក៏ចែករំលែកតគ្នាអញ្ចឹងទៅអញ្ចឹងទៅទៀតនឹងដល់ពីដំណាក់កាលដែលយើងត្រូវធ្វើវាមិនបងប្អូនមើលតាមវីដេអូជាក់ស្ដែងហ្នឹងទៅចឹងនេះខ្ញុំធ្វើវាឲ្យខ្ញុំអត់បានថតជាលឿនទេខ្ញុំធ្វើតាមដំណាក់កាលឲ្យបងប្អូនមើលទៅយើងហៅតែច្បាស់ដល់ពេលដែលយកទៅធ្វើ